Chà, bongប្អូនទំចេះ make up ដំបូងអត់ដឹងថាត្រូវទិញគ្រឿងអីគេខ្លះបងប្អូនអាចមើលទាំងអស់នេះបានមានទាំងអស់11មុខហើយនៅ online shop ខ្ញុំគឺមានលក់ទាំងអស់អញ្ចឹងណាបងប្អូនអាចតាក់ទងមកបានចាបងប្អូនថែមមួយមុខទៀតអំពីជក់ម្ដងខ្ញុំក៏មានលក់ជក់ផាត់មុខដែរណាចាជក់ទី1ហ្នឹងយើងផាត់ color ថ្ពាល់ជក់ទី2យើងផាត់ម្សៅហុយជក់ទី3យើងផាត់ត្រេមុខជក់ទី4ហ្នឹងណាយើងផាត់ highlight មុខ highlight លើទម្រង់មុខយើងអញ្ចឹងកន្លែងថ្ពាល់អញ្ចឹងណាបងប្អូនហើយដល់ពេលជក់ទី5ហ្នឹងសម្រាប់យើងផាត់color ភ្នែកហើយជក់ទី6ហ្នឹងគឺយើងផាត់យកទម្រង់ color ភ្នែកហើយជក់ទី7ហ្នឹងណាសម្រាប់color ភ្នែកដូចគ្នាយើងលៃមើលដូចថា color ភ្នែកយើងវាយសម្ោភ្នែកអីចឹងណាបងប្អូនហើយជក់ទី8ហ្នឹងណាគឺសម្រាប់ផាត់ concealer ហ្នឹងគឺយើងផាត់សម្រាប់បិទបាំងស្នាមអញ្ចឹងណាដល់ពេលជក់ទី9គឺយើងសម្រាប់គូស eyeliner ហ្នឹងយើងមិនគូសរៀងធ្វើសម្ោ eyeliner បងប្អូនដល់ពេលជក់ទី10ហ្នឹងផាត់ភ្នែកទៀតហើយផាត់ white color ភ្នែកអញ្ចឹងណាដល់ពេលជក់ទី11យើងសម្រាប់ផាត់ថ្ពាល់ឲ្យមើលទៅឃើញបែបធម្មជាតិណាដូចយើងផាត់ color រៀងដិតខ្លាំងអញ្ចឹងទៅយើងយកជក់នឹងយកមកផាត់ឥឡូវបន្ទាប់មកជក់បន្តទៀតគឺយើងសម្រាប់ផាត់color ថ្ពាល់ដូចគ្នាផាត់យកទម្រង់រៀងទូចអញ្ចឹងណាដល់ពេលជក់បន្តទៀតយើងសម្រាប់ផាត់យកវាយសម្ោភ្នែកដូចគ្នាហើយដល់ពេលជក់បន្ទាប់ទៀតគឺយើងផាត់ច្រមុះផាត់យកទម្រង់ច្រមុះស្រួចអញ្ចឹងណាហើយដល់ពេលជក់ចុងក្រោយគេគឺសម្រាប់យើង highlight នៅលើភ្នែកបន្តិចអញ្ចឹងណាអារបៀបយើងគូស color រៀងសតិចយកនៅលើក្រោមភ្នែកអីហ្នឹងណាបងប្អូនចាអរគុណបើមានចំណុចខ្វះខាតអីអាច comment បាន